អ្នកគ្រូជាទីគោរពសូមគោរពនិងជម្រាបសួរលោកប៉ាអ្នកម៉ាក់ដែលមានវត្តមាននៅទីនេះជាទីគោរពនិងសួស្តីមកទាំងអស់គ្នាជាទីមេត្រីយើងខ្ញុំមានឈ្មោះរក្សារានីតារៀននៅថ្នាក់ទី4កនៃសាលាចំណែកទូទៅបវណ្ណាយើងខ្ញុំមានកិត្តិយសណាស់ដែលបានធ្វើបទបង្ហាញដែលមានប្រធានបទថាបរិស្ថានដឹកនាំដោយអ្នកគ្រូសានផលីគ្រូបន្ទុកថ្នាក់ទី4ក្នុងប្រធានបទបរិស្ថានមានពីរក្រុមធំគឺការការពារបរិស្ថាននិងកង្វក់បរិស្ថានសូមជ្រាបនាងខ្ញុំឈ្មោះរក្សារានីតាមកបង្ហាញអំពីប្រធានបទការការពារបរិស្ថានគឺជាអ្វីទាំងអស់ដែលនៅជុំវិញខ្លួនយើងដំបូងនាងខ្ញុំសូមពន្យល់នៃពាក្យបរិស្ថានរួមមានខ្យល់ទឹកដីរុក្ខជាតិសត្វនិងធនធានធម្មជាតិផ្សេងបរិស្ថានល្អធ្វើឲ្យយើងរស់នៅបានសុខសាន្តមានសុខភាពល្អនិងមានជីវិតដែលមានគុណភាពនាងខ្ញុំសូមបកស្រាយតែប៉ុណ្ណេះសូមអរគុណសូមគោរពនិងជម្រាបសួរគណៈគ្រប់គ្រងជាទីគោរពសូមគោរពនិងជម្រាបសួរលោកគ្រូអ្នកគ្រូជាទីគោរពសូមគោរពនិងជម្រាបសួរលោកប៉ាអ្នកម៉ាដែលមានវត្តមាននៅទីនេះជាទីគោរពសួស្តីមកទាំងអស់ជាទីមេត្រីនាងខ្ញុំឈ្មោះរាវីដាយ៉ាណារៀននៅថ្នាក់ទី4កនៃសាលាចំណេះទូទៅបវណ្ណានាងខ្ញុំសូមអរគុណមិត្តដែលបានបកស្រាយពីបរិស្ថានបានក្បោះក្បាញ់ល្អជាបន្តនាងខ្ញុំសូមបកស្រាយពីហេតុអ្វីបានជាយើងត្រូវការពារបរិស្ថាននិងអត្ថន័យនៃពាក្យនីមួយបានក្បោះក្បាច់ជាបឋមនាងខ្ញុំសូមបកស្រាយការពារបរិស្ថានដោយតទៅ1ហេតុអ្វីបានជាយើងត្រូវការពារបរិស្ថានសប្តាហ៍ថ្ងៃនេះបរិស្ថានកំពុងតែប្រឈមមុខនឹងបញ្ហាជាច្រើនដូចជាការបំពុលខ្យល់មានន័យថាខ្យល់ខ្លះជាមិនស្អាតដោយសារធូលីឬជាពុលការបំពុលទឹកមានន័យថាទឹកត្រូវបានលាយឡំដោយសម្រាមឬសារធាតុគីមីការបំពុលដីមានន័យថាដីបានប៉ះពាល់ដោយគីមីឬកាត់សម្លាប់បញ្ហាទាំងនេះអាចធ្វើឲ្យរាងកាយមនុស្សមានជំងឺដែលនឹងធម្មជាតិខូចខាតយ៉ាងខ្លាំងពីពាក្យពន្យល់សំខាន់បរិស្ថានអ្វីទាំងអស់ដែលនៅជុំវិញយើងការបំពុលការធ្វើអ្វីមួយខ្លះជាមិនស្អាតកាត់បន្ថយធ្វើអ្វីមួយឲ្យតិចជាងមុនអភិរក្សការថែរក្សាឲ្យនៅបានយូរនឹងដូចជាដើមសូមអរគុណសូមគោរពនិងជម្រាបសួរគណៈគ្រប់គ្រងសាលាជាទីគោរពសូមគោរពនិងជម្រាបសួរលោកគ្រូអ្នកគ្រូជាទីគោរពសូមគោរពនិងជម្រាបសួរលោកប៉ាដែលម៉ាក់ដែលមានវត្តមាននៅទីនេះជាទីគោរពនាងខ្ញុំឈ្មោះហេសុកានៅជាសិស្សថ្នាក់ទី4កនៃសាលាចំណែកទូទៅបវណ្ណានាងខ្ញុំសូមអរគុណមិត្តដែលបានបកស្រាយអំពីប្រធានបទហេតុអ្វីបានជាយើងត្រូវការពារបរិស្ថានអត្ថន័យបានក្បោះក្បាយជំនួសមកឲ្យក្រុមនាងខ្ញុំជាបន្តនាងខ្ញុំសូមបកស្រាយអំពីប្រធានបទវិធីការពារបរិស្ថាន1មិនចោលសម្រាមគ្រប់ទីកន្លែងប្រើថង់ក្រណាត់ឬដបទឹកដែលអាចប្រើបានឡើងវិញដើម្បីកាត់បន្ថយសម្រាមនិងផ្លាស្ទិកកើតឡើង2កាត់បន្ថយប្រើប្រាស់ផ្លាស្ទិកប្រើថង់ក្រណាត់ឬដបទឹកដែលអាចប្រើបានឡើងវិញដើម្បីកាត់បន្ថយនិងសម្រាមផ្លាស្ទិកកើតឡើងដើមឈើជួយឲ្យខ្យល់ស្អាតស្រស់ស្រាយនិងជួយឲ្យការពារនៅលើកម្ដៅនៅលើផែនដី4កុំបំពុលទឹកកុំបោះចោលសម្រាមរាវកខ្វក់ចូលទៅក្នុងបឹងទន្លេឬលូ5ចែករំលែកចំណេះដឹងប្រាប់មិត្តភ័ក្តិបងប្អូនអំពីសារៈសំខាន់នៃការការពារបរិស្ថាននាងខ្ញុំសូមបកស្រាយអំពីវិធីការពារបរិស្ថានតែប៉ុណ្ណេះជាបន្តសូមមកថៃធីតាវិសាឡើងមកបកស្រាយអំពីវិធានបទសារៈសំខាន់នៃការការពារបរិស្ថានសូមអរគុណសូមគោរពនិងជម្រាបសួរអ្នកគ្រូជាទីគោរពសូមគោរពនិងជម្រាបសួរលោកប៉ាអ្នកម៉ាក់ជាទីដែលមានវត្តមាននៅទីនេះសួស្តីមិត្តទាំងអស់គ្នាជាទីមេត្រីខ្ញុំបាទឈ្មោះថៃធីតាវិសារៀននៅថ្នាក់ទី4កនៃសាលាចំណេះទូទៅបវណ្ណាខ្ញុំបានសូមអរគុណមិត្តដែលបានបកស្រាយពីវិធីការពារបរិស្ថានបានក្បោះក្បាយជាបន្តនេះខ្ញុំសូមបកស្រាយពីវិធីការពារបរិស្ថាន5សារៈសំខាន់សិស្សជាជំនាន់ថ្មីដែលនឹងដឹងនាំប្រទេសនៅថ្ងៃក្រោយការរក្សាបរិស្ថាន
ស្អាតពិតជាការរួមចំណែកយ៉ាងសំខាន់សម្រាប់សុខភាពនិងអនាគតរបស់យើងទាំងអស់គ្នាបើសិស្សគ្រប់រូបចាប់ផ្ដើមពីការងារទូចៗក្នុងជីវិតប្រចាំថ្ងៃការផ្លាស់ប្ដូរនឹងកាក់ធំបំផុតនឹងកើតឡើងសូមអរគុណ សូមគោរពនិងជម្រាបសួរគណៈគ្រប់គ្រងសាលារៀនជាទីគោរពសូមគោរពនិងជម្រាបសួរលោកគ្រូអ្នកគ្រូជាទីគោរពសូមគោរពនិងជម្រាបសួរលោកប៉ាអ្នកម៉ាក់ដែលមានវត្តមាននៅទីនេះនិងសួស្តីមិត្តទាំងអស់គ្នាជាទីមេត្រីនិងជាទីរាប់អាននិងខ្ញុំឈ្មោះធីតាសូជាតារៀនថ្នាក់ទី4កនៃសាលាចំណេះទូទៅបវណ្ណានាងខ្ញុំសូមអរគុណមិត្តដែលបានបកស្រាយអំពីសារៈសំខាន់នៃការការពារបរិស្ថានបានក្បោះក្បាយល្អជាបន្តនាងខ្ញុំសូមធ្វើការសន្និដ្ឋានដូចតទៅសន្និដ្ឋាននាងខ្ញុំសូមបញ្ជាក់ថាការការពារបរិស្ថានគឺជាកិច្ចការរួមរបស់យើងទាំងអស់គ្នាដែលចាប់ផ្ដើមពីខ្លួនឯងនៅថ្ងៃនេះបង្កើតពិភពលោកពណ៌បៃតងសម្រាប់ថ្ងៃស្អែកសូមអរគុណសម្រាប់ការទស្សនាបង្ហាញរបស់ក្រុមនាងខ្ញុំ